Ok nói hello tất cả các em khai dân hai ngày này mà bắt đầu sẽรื่อง Modern American Pop បន្តទៀតប៉ុន្តែមិនចូលសេរឿងដូចជារដងខ្ញុំបើសិនមិនទាំងគ្នាជួយ like ឬ subscribe ម្នាក់មួយផងដើម្បីជាកម្លាំងចិត្ត admin តើអញ្ចឹងកុំឲ្យខាតពេលយើងចាប់ដើមទាំងអស់គ្នាដែលចាប់ដើមក្នុងអេពីសូតនេះមកយើងក៏បានឃើញថាអាការីនឹងថ្ងៃនេះគឺបាននិយាយផ្អែមល្ហែមទៅកាន់ជីរ៉ូខុសពីរដងដែលនាងនិយាយជាមួយនឹងជីរ៉ូដូចជានាងនិយាយជាមួយនឹងមីណាមីអញ្ចឹងតែមិនត្រឹមតែប៉ុណ្ណោះទេនៅពេលដែលរៀបចំអាហារពេលព្រឹកឲ្យជីរ៉ូនឹងដែលតែឃើញសក់ជីរ៉ូនឹងរញ៉េរញ៉ៃពេកនាងក៏បានជួយតម្រង់សក់ឲ្យជីរ៉ូថែមទៀតរនេះក៏ធ្វើឲ្យជីរ៉ូនឹងពិតជាឆ្ងល់ខ្លាំងមែនតើប៉ុន្តែរឿងអីដែលគួរឲ្យឆ្ងល់ជាងនេះទៀតនោះគឺថាអាការីនឹងថ្ងៃនេះគឺមិនបានហៅជីរ៉ូដោយ first name ដូចជារដងនោះទេដល់ពេលចឹងទៅក៏មិនដឹងថាអាការីខឹងឬមួយក៏យ៉ាងម៉េចឲ្យប្រកាសនោះទេដល់ការមកដល់សាលានោះនៅពេលនេះជីរ៉ូកំពុងតែអង្គុយសួរអ៊ីនធឺណិតតាក់ទងជាមួយនឹងអាការៈរបស់អាការីហើយនៅពេលដែលមិត្តភក្តិរបស់ជីរ៉ូមកដល់នោះគាត់ក៏ឆ្ងល់ផងដែរและជីរ៉ូក៏បានប្រាប់ទៅថាអាការីព្រឹកមិញហ្នឹងគឺធ្វើចរិតប្លែកៗដាក់គាត់មិនដឹងនោះទេដូច្នេះបានជាពេលនេះគាត់អង្គុយសួរអ៊ីនធឺណិតលោកអ៊ីនធឺណិតហ្នឹងគេអាចជួយគាត់បានហើយនៅពេលដែលកំពុងតែដើរតាមផ្លូវហ្នឹងជីរ៉ូក៏បានសួរទៅកាន់មិត្តភក្តិរបស់គាត់ផងដែរតើជីវិតអាពាហ៍ពិពាហ៍របស់គាត់ហ្នឹងយ៉ាងម៉េចហើយមិត្តភក្តិរបស់ជីរ៉ូក៏បានប្រាប់ទៅថាជីវិតរបស់គាត់ហ្នឹងក៏មិនសូវស្រួលប្រហែលដែរប្រសិនតែដៃគូរបស់គាត់ណាគឺពិបាកយល់ចិត្តខ្លាំងមែនតើហើយនៅពេលដែលមានបញ្ហាអីគឺមិនដែលប្រាប់គាត់តាមត្រង់នោះទេហើយស្រាប់តែពួកគេដើរទៅមុខបានបន្តិចហ្នឹងណាតែប៉ុណ្ណោះពួកគេក៏បានឃើញមិត្តភក្តិរបស់ជីរីកំពុងតែឈរនិយាយជាមួយនឹងក្មេងស្រីម្នាក់ហើយនៅពេលនោះក្មេងស្រីម្នាក់ហ្នឹងក៏បានសារភាពទៅកាន់នាងតែវាក៏បានធ្វើឲ្យជីរ៉ូជាមួយនឹងមិត្តភក្តិរបស់គាត់ណាគឺមានការគាំងជាខ្លាំងហើយនៅពេលនោះមិត្តភក្តិរបស់ជីរីណាក៏បានបដិសេធចំពោះការសារភាពរបស់នាងប៉ុន្តែបើទោះបីជានាងបដិសេធក៏ដោយនាងនៅតែនិយាយលើកទឹកចិត្តទៅកាន់ក្មេងស្រីម្នាក់នោះផងដែរហើយនៅពេលដែលដល់មកជិះទៅផ្ទះនោះនៅពេលនេះជីរ៉ូគឺមិនទាន់បានទៅផ្ទះនោះទេតែគាត់នៅក៏បានមកដេកគិតម្នាក់ឯងនៅក្រោមស្ពានហើយបញ្ហាដែលគាត់កំពុងតែខ្វាយខ្វល់នោះគឺតាក់ទងជាមួយនឹងអាការីនឹងឯងហើយគាត់ក៏បានគិតនៅក្នុងចិត្តថាតើវាខុសមកពីគាត់ដែលមិនបានចាប់អារម្មណ៍ឬក៏រកមូលហេតុមិនឃើញឬក៏ព្រោះថាគាត់អត់យល់នោះទេតាំងតែពីដើមមកហើយអាការីនឹងក៏តែងតែហៅគាត់ដោយ first name រហូតតែហេតុអីបានជាព្រឹកនេះអាការីទៅហៅ last name របស់គាត់វិញហើយបើទោះបីជាគាត់បានមកដល់ផ្ទះហើយក៏ដោយក៏ជីរ៉ូនៅតែគិតអំពីរឿងនោះដែរមូលហេតុដែលគាត់គិតច្រើនបែបនេះគឺដោយសារតែគាត់ខ្លាចថាអាការីនឹងក៏ខឹងគាត់ចំពោះរឿងអីមួយហើយក៏លាក់ទុករឿងនោះអំពីគាត់ប៉ុន្តែនៅពេលនោះនៅពេលដែលគាត់នឹងមករងនឹងស្រាតខោងូតទឹកទៅហើយតែស្រាប់តែអាការីនឹងក៏បានបើកទ្វារខ្វាក់មកតែម្ដងហើយវាក៏បានធ្វើឲ្យជីរ៉ូនោះចង្កៀងបេះដូងហើយអាការីមួយនេះក៏បានស្រែកប្រាប់ជីរ៉ូថាបន្ទូលរបស់ពួកគេនឹងគឺបានជាប់រហូតដល់ចំណាប់ថ្នាក់លេខ8ឯណោះប្រចាំសាលាអាការីនឹងក៏ពិតជាអរខ្លាំងមែនតើព្រោះហើយនឹងក៏ផ្អែកខ្លួនរបស់នាងមកលើជីរ៉ូតែម្ដងជីរ៉ូនឹងក៏បានប្រាប់ឲ្យអាការីចុះទៅជាក់សិនទៅឲ្យគាត់ងូតទឹកសិនតែក្រោយពេលដែលជីរ៉ូបានងូតទឹកហើយនោះអាការីក៏ថែមទាំងបានជូតសក់ឲ្យជីរ៉ូថែមទៀតប៉ុន្តែនៅពេលនោះអាការីក៏នៅតែបន្តហៅជីរ៉ូថាយ៉ាខុនដែលជា last name របស់គាត់ហើយនេះក៏បានធ្វើឲ្យជីរ៉ូនឹងក៏ពិតជាពិបាកចិត្តខ្លាំងមែនតើជីរ៉ូនៅពេលនោះក៏បានគិតថាមូលហេតុនឹងគឺអាចដោយសារគាត់ក៏នៅតែហៅអាការីដោយ last name ថាវឌ្ឍនាបេដល់ហើយនៅពេលនោះជីរ៉ូក៏បានហៅអាការីដោយ first name តែម្ដងប៉ុន្តែដែលហៅតែថ្លង់ម៉ាស៊ីនផ្លុំសក់នោះអាការីគឺមិនបានលឺនោះទេតែជីរ៉ូក៏នៅតែបន្តហៅរហូតដល់តែអាការីលឺហើយនៅពេលដែលអាការីបានលឺជីរ៉ូហៅ first name របស់នាងនោះវាក៏បានធ្វើឲ្យអាការីអៀនយកតែម្ដងដែលមុខរបស់អាការីនឹងក៏បានប្រែទៅជាក្រហមតែនាងក៏បានហៅជីរ៉ូដោយ first name វិញដែរតែជីរ៉ូនោះក៏នៅតែបន្តនិយាយ first name របស់នាងទៀតតែជាហេតុធ្វើឲ្យអាការីអៀនរហូតទ្រាំលែងបានក៏យកម៉ាស៊ីនផ្លុំសក់នឹងផ្លុំកណ្ដាលមុខជីរ៉ូទៅមិនได้ក្រោយមកអាការីក៏បាននិយាយថាមូលហេតុដែលនាងចង់ឲ្យជីរ៉ូហៅ first name របស់នាងនោះប្រសិនតែពួកគេណាក៏ជាគួរឲ្យពីពីដែរហើយម្យ៉ាងវិញទៀតពួកគេក៏មិនសល់ពេលវេលាយូរផងដែរតែក្រោយពេលដែលការហ្វឹកហាត់មួយនេះត្រូវបានបញ្ចប់នោះជីរ៉ូជាមួយនឹងអាការីនឹងប្រែទៅជាអ្នកដទៃហើយនៅពេលនោះពួកគេក៏មិនអាចហៅ first name របស់គ្នាបានដែរនៅការមកដល់សាលាវិញនោះក្រោយពេលដែលមិត្តភក្តិរបស់ជីរីបានឃើញថាលទ្ធផលរបស់អាការីជាមួយនឹងជីរ៉ូក៏បានបន្ទុកខ្ពស់ខ្លាំងមែនតើប៉ុន្តែនេះក៏បានយករឿងនេះទៅប្រាប់ជីរីហើយនេះក៏បាននិយាយថារឿងនេះក៏ពិតជាវីវខ្លាំងមែនតើក៏ព្រោះថាបន្ទុករបស់ពួកគេនឹងគឺខ្ពស់ខ្លាំងណាស់ដូចនេះក៏បានន័យថាពួកគេទាំងពីរគឺបានសម្ដែងលើពីអ្វីដែលយើងគិតទៀតថាមិនត្រូវអាចឈានទៅដល់ការថោកគ្នាផងដែរតែជីរីស្ដាប់នៅនេះហើយក៏ធ្វើឲ្យនាងក៏ពិតជាគាំងយកតែម្ដងតែមិត្តភក្តិរបស់ជីរីនៅពេលនោះក៏បានបន្តទៀតផងដែរថាម្យ៉ាងមកទៀតជីរីនឹងការលើកមុននឹងគឺមិនបានថោកជីរ៉ូនោះទេប៉ុន្តែចំពោះអាការីនាងប្រហែលជាបានធ្វើវាបាត់ទៅហើយព្រោះនេះហើយជីរីនៅពេលនេះក៏ធ្វើរឿងអីម្យ៉ាងទៅបើមិនចឹងទេច្បាស់ណាស់ជីរ៉ូមិនត្រូវបានអាការីយកទៅបាត់ហ្មងហើយម្លងពេលដែលពួកគេកំពុងតែនិយាយគ្នានឹងនៅពេលនោះក៏មានបាល់មួយហោះមកចំកណ្ដាលមុខជីរីតែម្ដងដែលធ្វើឲ្យនាងស្លាប់ភ្លាមនៅនឹងកន្លែងហើយក្រោយមកមិត្តភក្តិរបស់ជីរីក៏បានយករឿងមួយនេះទៅប្រាប់ជីរ៉ូផងដែរដែលនាងក៏បានប្រាប់ឲ្យជីរ៉ូនោះទៅមើលជីរីផងហើយក៏ថែមទាំងយកនំជាមួយនឹងភេសជ្ជៈឲ្យជីរ៉ូយកទៅឲ្យជីរីនៅបន្ទប់សម្រាប់ថែមទៀតចំណែកជីរីនេះវិញនៅពេលនេះនាងកំពុងតែអៀនខ្លាំងមែនតើគាត់សារតែនាងនឹងក៏បានដឹងថាជីរ៉ូនឹងមកមើលនាងផងដែរមូលហេតុហ្នឹងគឺដោយសារតែមិត្តភក្តិរបស់នាងគឺបានប្រាប់នាងនឹងឯងនៅក្រោយពេលដែលជីរ៉ូបានមកដល់នោះគាត់ក៏បានសួរសុខទុក្ខទៅកាន់ជីរីទៅតែជីរីនឹងក៏បាននិយាយថានាង
នាងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលជីរ៉ូនឹងគឺបានមកមើលនាងក្រោយពេលដែលបានឃើញមុខដកជូររបស់ឈៀរីហើយវានឹងក៏បានធ្វើឲ្យជីរ៉ូរំភើបខ្លាំងមែនទែនហើយគាត់នឹងក៏បាននិយាយទៅកាន់ឈៀរីថាគាត់ក៏បានយកភេសជ្ជៈជាមួយនឹងនំមកឲ្យនាងផងដែរប៉ុន្តែនៅពេលដែលគាត់បានយកវាទៅទុកលើតុនៅក្បែរនោះគាត់ក៏បានឃើញថានៅទីនោះក៏មានភេសជ្ជៈជាមួយនឹងនំមួយនៅទីនោះស្រាប់ទៅហើយហើយឈៀរីក៏បានប្រាប់ទៅថាវាក៏ជារបស់មីណាមីដែលយកមកឲ្យនាងជីរ៉ូគាត់បានលើបែបនេះគាត់ក៏មានអារម្មណ៍ថាអន់ចិត្តចំពោះខ្លួនឯងបន្តិចដែរដែលឲ្យមីណាមីនឹងមកមើលឈៀរីមុនគាត់ទៅទៀតឈៀរ៉ូក៏បាននិយាយថាវាត្រូវហើយក៏ដោយសារតែពួកគេទាំងពីរគឺជាគូនឹងគ្នាប៉ុន្តែឈៀរីនៅពេលនោះក៏បាននិយាយទៅកាន់ជីរ៉ូវិញថាមើលទៅកាន់ជីរ៉ូជាមួយនឹងអាការីដូចជាត្រូវគ្នាខ្លាំងណាស់ក៏ដោយសារតែបន្ទូរបស់ពួកគេទាំងពីរនៅពេលនេះគឺជាប់រហូតដល់លេខ8ឯណោះបើទោះបីជាពួកគេឆ្លោះគ្នាច្រើនក៏ដោយឈៀរីក៏បានបន្តទៀតផងដែរថានៅពេលដែលឆ្លោះគ្នាអាការីប្រកាសជាបានឃើញទុកមុខរបស់ជីរ៉ូខឹងហើយដូចនេះប្រសិនបើនាងខ្លាចទៅជាប្រពន្ធរបស់ជីរ៉ូនោះនាងប្រកាសជាបានឃើញទុកមុខរបស់ជីរ៉ូនៅពេលដែលខឹងហើយប្រសិនបើតាំងពីពេលដែលនាងស្គាល់ជីរ៉ូមកឈៀរីក៏មិនដែលឃើញជីរ៉ូខឹងម្ដងណានៅចំពោះមុខនាងនោះទេដល់ឈៀរីនឹងក៏នៅតែបន្តនិយាយបន្តមកលើខ្លួនឯងថាការសម្ដែងរបស់នាងនៅក្នុងការវឹកហាត់នោះគឺបានល្អដូចមនុស្សស្រីដទៃនោះទេគាត់ថាតនាងនោះគឺអៀនច្រើនមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងដល់ជីរ៉ូនឹងក៏បាននិយាយលើកទឹកចិត្តមកកាន់ឈៀរីវិញថាគាត់នឹងមិនគិតមកលើឈៀរីដូចនេះនោះទេថាតាំងពីដើមមកគាត់ក៏មើលឃើញឈៀរីនឹងគឺល្អឥតខ្ចោះតែម្ដងប៉ុន្តែសម្រាប់ពេលនោះឈៀរីក៏បានសួរសំណួរមួយទៅកាន់ជីរ៉ូដល់ជីរ៉ូនឹងក៏ឆ្លប់ប្រាប់នាងថាប្រសិនបើនាងត្រូវការអ្វីគាត់នឹងក៏នៅតែចាំជួយនាងជានិច្ចហើយនៅពេលនេះឈៀរីនឹងក៏ចង់ឲ្យជីរ៉ូនឹងធ្វើការវឹកហាត់ជាមួយនឹងនាងតែការសម្ដែងនេះគឺនាងចង់ឲ្យជីរ៉ូថើបនាងនឹងឯងក្រោយពេលដែលនិយាយចប់មកវាក៏បានធ្វើឲ្យឈៀរីនឹងអៀនវិញតែម្ដងហើយនាងក៏បាននិយាយថាបើសិនជាជីរ៉ូមិនចង់ធ្វើទេក៏មិនអីដែរប៉ុន្តែជីរ៉ូនៅពេលនោះក៏បានសួរថាហើយបានជានាងមកជ្រើសរើសគាត់ទៅវិញហើយឈៀរីក៏បានតបទៅគាត់វិញថាក៏ព្រោះតែមានជីរ៉ូតែម្នាក់គាត់ហើយនាងក៏ហ៊ានសុំឲ្យគាត់ធ្វើនៅរឿងនេះនោះឯងហើយជីរ៉ូនៅពេលនោះក៏មិនចំទាស់អ្វីដែរបើក្រាស់សុំឲ្យថាវិញចំទាស់អីទៀតតែគាត់ក៏បាននិយាយថាគាត់ក៏មិនប្រកែកក្នុងការធ្វើរឿងនេះនោះទេប៉ុន្តែគាត់ក៏អាចធ្វើវាបាននៅពេលនោះពួកគេទាំងពីរក៏បានត្រៀមខ្លួនរួចហើយហើយជីរ៉ូក៏បានខិតទៅចិត្តឈៀរីកាន់តែគៀកទៅនៅធ្វើឲ្យមុខរបស់ពួកគេទាំងពីរក៏សងតែប៉ះគ្នាហើយប៉ុន្តែឈៀរីនៅពេលនោះមិនដឹងជាយ៉ាងម៉េចនាងក៏បែរជានិយាយថាពួកយើងគឺមិនគួរធ្វើរឿងនេះនោះទេក៏ដោយសារតែពួកយើងគឺមិនមែនជាគូអាពាហ៍ពិពាហ៍នឹងគ្នាហើយស្រាប់តែពេលនោះក៏មានមនុស្សចូលមកក្នុងបន្ទប់ដែលវាគឺជាមិត្តភក្តិរបស់អាការីនឹងឯងប៉ុន្តែនៅពេលដែលនាងដើរមកមុខបន្តិចហ្នឹងនាងក៏បានឃើញជើងរបស់មនុស្សពីរនាក់ហើយនាងក៏គិតនៅក្នុងចិត្តថាយីបើកាច់យកនេះនៅក្នុងសាលាហើយមកធ្វើរឿងអីអញ្ចឹងប៉ុន្តែនៅពេលនោះនាងក៏បាននិយាយសុំទោសទៅកាន់ពួកគេទាំងពីរផងដែរដែលរំខានពួកគេព្រោះនាងក៏ដើរចេញវិញទៅហើយច្បាស់ណាស់ចាសក់លឿននោះគឺមិនដឹងថាពួកគេទាំងពីរនាក់នោះគឺជាជីរ៉ូជាមួយនឹងឈៀរីនោះទេតែបើដឹងនោះបើក៏ជាផ្អើលសាលាហ្មងហើយចំណែកឯជីរ៉ូជាមួយនឹងឈៀរីនេះវិញការដែលចាសក់លឿននោះបានបើកទ្វារមិញនេះវាក៏បានធ្វើឲ្យពួកគេទាំងពីរនឹងភ្ញាក់ហើយជីរ៉ូនោះក៏បានទៅថាប់ឈៀរីបានសម្រេចប៉ុន្តែវាក៏ដើរចេតនានោះទេជីរ៉ូក៏បានសុំទោសទៅកាន់ឈៀរីជាខ្លាំងហើយឈៀរីក៏មិនយកទោសទៅអីនោះដែរហើយនាងក៏បាននិយាយថានៅពេលនេះនាងក៏មានអារម្មណ៍ថាធូរស្បើយហើយហើយជីរ៉ូនោះក៏យល់ភ្លាមថាឈៀរីក៏ចង់ដេញគាត់ចេញហើយយើងក៏មកអាការីនេះវិញនៅពេលនេះនាងកំពុងតែឆាទៅជីរ៉ូប៉ុន្តែគាត់ក៏បានតបនោះទេតែវាក៏បានធ្វើឲ្យអាការីរៀងខឹងបន្តិចដែរហើយស្រាប់តែពេលនោះមិត្តភក្តិរបស់នាងក៏បានដើរមកហើយចាសក់លឿននោះក៏បាននិយាយប្រាប់អ្វីដែលនាងបានឃើញទៅកាន់អាការីផងដែរហើយនាងក៏បានប្រាប់អាការីថាបាញ់មិញនេះនាងក៏បានទៅបន្ទប់សម្រាកប៉ុន្តែជាចង្រៃអ្វីនាងក៏បានឃើញមនុស្សប្រុសជាមួយនឹងមនុស្សស្រីកំពុងតែធ្វើអីជាមួយនឹងគ្នានៅខាងក្រៅរាងននហើយជាឆាយដល់អ្វីនៅពេលនោះជីរ៉ូក៏បាន reply chat អាការីផងដែរថាគាត់នឹងទៅនឹងមកពីមើលឈៀរីនៅក្នុងបន្ទប់សម្រាករឿងនេះវាក៏បានធ្វើឲ្យអាការីមានការសង្ស័យបដ ហើយការមកដល់ពេលយប់នោះនៅពេលដែលជីរ៉ូបានទៅបើកទូទឹកកកមើលនៅពេលនេះគាត់ក៏បានឃើញសូកូឡាអាការីបានប្រាប់គាត់កាលពីព្រឹកមិញហើយសូកូឡានឹងមិត្តភក្តិរបស់នាងបានឲ្យហើយនាងក៏ចង់ញ៉ាំសូកូឡានឹងពីរញាក់ជាមួយនឹងគាត់ហើយនៅពេលនេះគឺម៉ោង 10 យប់ទៅហើយប៉ុន្តែអាការីនឹងគឺមិនតមកផ្ទះវិញទេតែនាងគឺមិនបានទៅណាឆ្ងាយនោះទេតែនាងគឺកំពុងតែនៅក្នុងហាងកាហ្វេនឹងឯងនៅពេលនេះអាការីកំពុងអង្គុយបាក់ចិត្តខ្លាំងមែនតើព្រោះថាតាមការសន្និដ្ឋានរបស់នាងក៏បានគិតថាជីរ៉ូជាមួយនឹងឈៀរីគឺបានធ្វើអីជាមួយនឹងគ្នានៅក្នុងបន្ទប់សម្រាកមួយនោះហើយអាការីក៏មិនយល់អំពីខ្លួនឯងនោះដែរតែរីបានជានាងត្រូវពិបាកចិត្តអំពីរឿងនេះក៏ដោយសារតែជីរ៉ូគឺស្រឡាញ់ឈៀរីស្រាប់ទៅហើយប៉ុន្តែវាក៏គ្មានអីខុសនោះទេបើសិនជាគាត់ធ្វើរឿងនេះមែននោះនៅក្រោយពេលដែលអាការីបានត្រឡប់មកផ្ទះវិញនឹងនៅពេលនោះមុននឹងបើកទ្វារផ្ទះនឹងនាងក៏បានគិតម្ដងទៀតហើយនាងក៏គិតមកលើខ្លួនឯងថាខ្លួននាងគឺជាឆ្អឹងតតឹងកគេបើសិនបើគ្មានវត្តមានរបស់នាងនោះទេនោះទំនាក់ទំនងរបស់ជីរ៉ូជាមួយនឹងឈៀរីប្រកាសជារលូនជាងនេះប៉ុន្តែនៅពេលនាងបានបើកទ្វារផ្ទះចូលមកនោះនាងក៏បានឃើញថាជីរ៉ូនៅពេលនេះក៏បានដេកស្លាប់សូន្យចឹងតែម្ដងហើយអ្វីៗហ្នឹងក៏រញ៉េរញ៉ៃរបស់របាយពេញផ្ទះបើទោះបី
បីជាអាការីខំប្រឹងស្រែកជេរជីរ៉ូយ៉ាងណាក៏ដោយក៏គាត់មិនใจងើផងដែរប៉ុន្តែនៅពេលនោះតាមសារដំណឹងរបស់ទូរស័ព្ទនឹងយើងក៏បានដឹងថាសូកូឡាដែលមិត្តភក្តិរបស់អាការីឲ្យហ្នឹងគឺមានជាតិស្រវឹងតែអាការីនឹងក៏បានឃើញសូកូឡានៅលើតុបែបនេះហើយនាងនឹងក៏ដឹងភ្លាមថាជីរ៉ូនោះគឺចាំនាងត្រឡប់មកវិញដើម្បីញ៉ាំវាជុំគ្នានឹងឯងហើយដែលថាណាជីរ៉ូពេលនោះនៅពេលនោះអាការីក៏បានគេងអោបជីរ៉ូតែម្ដងទៅប៉ុន្តែអាការីក៏បានសួរទៅកាន់ជីរ៉ូផងដែរតែគាត់នឹងបានធ្វើស្អីគេជាមួយនឹងជារីនៅក្នុងបន្ទប់សម្រាប់នោះដល់ពេលដែលគាត់រៀនហើយគឺធ្វើឲ្យអាការីនឹងនាងក៏ពិតជាមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនតើបើទោះបីជានាងនោះគាត់ជាប្រពន្ធខ្លាំងៗរបស់ជីរ៉ូក៏ដោយតែអាការីក៏បាននិយាយផងដែរថាទោះបីជាយ៉ាងណាក៏ដោយចុងក្រោយនាងក៏នៅតែជួយជីរ៉ូនៅក្នុងទំនាក់ទំនងស្នេហារបស់គាត់ប៉ុន្តែបើទោះបីជាអាការីនិយាយអ្វីក៏ដោយក៏ជីរ៉ូស្ដាប់មិនឮដែរព្រោះតែគាត់នឹងគឺបានញ៉ាំសូកូឡាដែលមានជាតិស្រវឹងហ្នឹងដូច្នេះបានជាពេលនេះជីរ៉ូស្លាប់បាត់សូន្យឆឹងតែម្ដងកាលមកដល់ពេលព្រឹកនោះនៅពេលនេះជីរ៉ូនឹងក៏មានអារម្មណ៍ថាហើយបានជាដៃរបស់គាត់នឹងស្ពឹកខ្លាំងម្ល៉េះប៉ុន្តែស្រាប់ពេលដែលគាត់ងាកទៅមើលទៅគាត់ក៏បានឃើញអាការីនៅក្នុងមុខគាត់តែម្ដងប៉ុន្តែរឿងដែលលើសនេះទៅទៀតនោះគឺសម្លៀកបំពាក់របស់អាការីមិនមែនធម្មតានោះទេដែលជាធ្វើឲ្យជីរ៉ូនឹងងើបឡើងវល់ដោយបំពេញពេកហ្មងតែគាត់នឹងក៏មិនដឹងថាមានរឿងអីកើតឡើងនោះទេមិនបានគាត់មកស្ថិតនៅក្នុងស្ថានភាពបែបនេះដែលជីរ៉ូនឹងក៏បានសួរទៅកាន់អាការីថាមិនបានជានាងមិនពាក់កៅអៅអញ្ចឹងអាការីក៏បានឃើញបែបនេះហើយនាងក៏ចាក់បដ ដោយថែមទៅហ្មងហើយអាការីក៏បានតបថាគឺជារ៉ូណយគឺជាអ្នកដោះវានោះជារ៉ូរបស់យើងខ້ອຍពលឺបែបនេះហើយគាត់នឹងគឺគៀងមួយទំហឹងតែម្ដងแล้วគាត់ក៏មិននឹកស្មានថាខ្លួនគាត់នឹងបានធ្វើនៅរឿងនឹងសោះគាត់พูดថាយប់មិញគាត់អត់មាន memory តែតោងអីជាមួយនឹងរឿងនឹងសោះតែម្ដងបានឯមានបើស្លាប់បាត់ហ្នឹងស្រាប់តែនៅពេលនោះជារ៉ូក៏បានចាប់អាការីហើយសួរទៅកាន់នាងថាអញ្ចឹងមកនេះថាគាត់នឹងអន់សេនហើយមែនតែអាការីនៅពេលនោះនាងក៏ភ័យបន្តិចដែរនាងក៏ថាជារ៉ូថាមកសួរឲ្យឈួតអញ្ចឹងឆាប់លែងនាងទៅក្រោយមកជារ៉ូក៏បានសុំទោសទៅកាន់អាការីវិញជារ៉ូនោះក៏បាននិយាយផងដែរថាព្រោះថាវាណាគឺជាលើកដំបូងរបស់គាត់តែអាការីនៅពេលនោះក៏បាននិយាយថាជារ៉ូនឹងគឺកុហកប៉ុន្តែជារ៉ូក៏បានតបមកវិញថាគាត់នឹងគឺបានកុហកទេតែគាត់នឹងក៏បានសុំទោសអាការីចេញពីចិត្តតែម្ដងគាត់ក៏គ្មានចេតនានៅក្នុងការធ្វើរឿងមួយនេះនោះទេប៉ុន្តែសប្តាហ៍នៅពេលនោះអាការីក៏បានប្រាប់ជារ៉ូថារឿងទាំងបាញ់មិញនេះគឺនិយាយលេងនោះទេដែលនឹងឯងជារ៉ូយើងក៏ត្រូវបានអាការីបោកបានម្ដងទៀតហើយហើយនេះក៏អង្គុយសើចជារ៉ូដូចជារ៉ូដងទៅតែជារ៉ូយើងក៏ពិតជាមានការអន់ចិត្តជាខ្លាំងក៏ព្រោះថាគាត់ណាក៏ពិតជាជឿទៅលើសម្ដីរបស់អាការីខ្លាំងមែនតើអាការីក៏បានសួរទៅថាតែមិនបានជាគាត់តែជាមានអារម្មណ៍ថាអន់ចិត្តទៅវិញតែជារ៉ូក៏បានតបមកវិញត្រូវឲ្យគាត់ក៏មានអារម្មណ៍ថាខកចិត្តគាត់សារតែគាត់នឹងនៅមិនទាន់អស់ស៊ីនៅឡើយអាការីលឺបែបនេះហើយនាងក៏ចាប់មួទៅជារ៉ូតែម្ដងតែជារ៉ូយើងនឹងក៏បានសុំទោសទៅកាន់អាការីដែរតែគាត់សុំទោសផងហើយគាត់នឹងក៏ដឹងខ្លួនឯងដែរតែអាការីនឹងគ្មានថ្ងៃធ្វើនៅរឿងមួយនោះជាមួយនឹងមនុស្សប្រុសដូចជាគាត់នោះទេអាការីនៅពេលនោះក៏បានថប់ទៅវិញថាវាគឺមិនអញ្ចឹងនោះទេបន្ទាប់មកនាងក៏យកដៃរបស់នាងទៅទប់ជារបស់ជីរ៉ូហើយអាការីនឹងក៏បានរ៉េបយកតែមូលហេតុដែលនាងមិនចង់ធ្វើរឿងមួយនោះជាមួយនឹងគាត់ក៏ដោយសារតែជីរ៉ូនឹងក៏មានជារីទៅហើយនាងក៏ដឹងច្បាស់ផងដែរថាជីរ៉ូនឹងប្រកាសជាបានថាសិនបើជារីនឹងអាចជំនួសនាងបាននោះវាក៏ពិតជាល្អខ្លាំងមែនតើនាងក៏បានបន្តទៅផងដែរថានាងក៏ពិតជាស្អប់ជីរ៉ូខ្លាំងមែនតើគាត់សត្វគាត់នឹងក៏តែពីជារីមិនដែលគាត់អំពីនាងនោះទេជីរ៉ូនៅវាស្ដាប់គ្មានលឺអីមួយម៉ាត់ហើយនឹងហើយអេពីសូតមួយនេះក៏ត្រូវបានចាំត្រឹមហ្នឹងហើយចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាក្នុងការចំណាយពេលវេលាមកលើវីដេអូមួយនេះជូនបងអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយ